អ្នកគ្នាខ្ញុំបាទចាត់ធីឬក៏អាចហៅបានថាធីសាវ៉ាក៏បានដែរអ្នកគ្នាហ្នឹងហើយថ្ងៃនេះគឺខ្ញុំមកចែកម្លែកពាក់ព័ន្ធជាមួយនឹងចំណេះដឹង IT បន្តិចបន្តួចរហូតខ្ញុំធ្វើប្រភេទវីដេអូកំ pl ែងតែថ្ងៃនេះខ្ញុំមកធ្វើវីដេអូចែកម្លែកពាក់ព័ន្ធជាមួយ IT អញ្ចឹងបើសិនជាខ្ញុំនិយាយខុសឬក៏ពាក្យបច្ចេកទេសអីខ្ញុំនិយាយអត់ទៅសូមខន្តីណាភ័យទោសដោយសារខ្ញុំមិនសូវចេះអង់គ្លេសក៏ដូចជាពាក្យបច្ចេកទេសទេអញ្ចឹងបាទត្រឡប់មកវិញមកការវីដេអូយើងតកតទៅនឹងមេរៀន Windows Server ការ set up របស់វាហ្នឹងហើយតោះឥឡូវ link ខាងក្រោម description អ្នកគ្នា download មកចុចចូលទៅ download មកហើយឥឡូវហ្នឹងយើងបាន file x នេះមួយអីមកឥឡូវយើងចូលមកកាន់ extract file បើថាអ្នកគ្នារៀនខាង IT extract file ប៉ុណ្ណឹងអត់ចេះទៀតឈប់ទៅនេះខ្ញុំនិយាយមែនតើមកឥឡូវបន្ទាប់ពី extract ហើយឥឡូវយើងចូលកាន់បើក file អេមិនជឿអត់ត្រូវចឹងនេះចូលមកដល់ឃើញប៉ុណ្ណឹងអ្នកគ្នាចុចលើ file ខាងក្រោមនេះមកនេះ VMware នេះយ៉ាតោះរងចាំវាបន្តិចមកហ្នឹងហើយមកបន្តចុច click ហើយរងចាំវាមកសន្ទុះគឺវានឹងលោតផ្ទាំងបែបនេះបើវាអត់ទាន់លោតផ្ទាំងបែបនេះទេកុំឲ្យចុចវាអីបើចុចមកដល់ហ្នឹងហើយអ្នកគ្នាចុច nick មកហើយ select អានេះមួយចុច nick ទៀត nick នេះដល់ត្រង់ទីតាំងនេះអ្នកគ្នាគេរើសកន្លែងប្រាប់ពីកន្លែង set up វាអ្នកគ្នាមិនបាច់ធ្វើអីវាទេទុកអញ្ចឹងទៅហ្នឹងហើយមកដល់កន្លែងនេះដោះវាចេញឲ្យអស់មកព្រោះយើងអត់ខ្វល់ជាមួយវាទេចុច nick ទៀតចូលមកដល់កន្លែងនេះដោះលើមកកុំឲ្យពេញ memory ច្រើននេះយើងទុកតែខាងក្រោមហ្នឹងមកអូខេដល់អញ្ចឹងខ្ញុំអត់សូវចេះបញ្យល់ទេអ្នកគ្នាអញ្ចឹងមើលតាម step by step ហ្នឹងទៅហើយរងចាំវាបន្តិចទៅមកវាដើរចប់ហើយអញ្ចឹងវាលុបផ្ទាំងបែបនេះចុច finish ហើយតោះឥឡូវយើងចូលមក VMware នេះ VMware ឥឡូវចុចកន្លែង VMware ហ្នឹងហើយយើងចូលកន្លែង VMware ឥឡូវយើងចូលមកកាន់ VMware យើងបានម៉ាស៊ីនមួយហើយអត់តបានម៉ាស៊ីនទេយើងចូលមកបង្កើតម៉ាស៊ីនហ្នឹងហើយអ្នកគ្នាហើយអ្នកគ្នាមានឃើញខាងក្រោម2នេះអត់នេះអ្នកគ្នាមុននឹងចូលមកដល់ហ្នឹងយើងចូលកន្លែង about សិនមកនេះគឺជា version ដែលខ្ញុំកំពុងតែធ្វើហ្នឹងហើយអ្នកគ្នាឃើញកន្លែង2ហ្នឹងអានេះគឺមានន័យថាយើងយករបស់គេយកមកប្រើលក្ខណៈអ្នកគ្នា copy តាម online ឬក៏យករបស់មិត្តភក្តិអ្នកគ្នាយកមកប្រើអីចឹងទៅឬក៏អ្នកគ្នាមានស្រាប់ចូលកន្លែងហ្នឹងទៅតែខ្ញុំអត់មានអញ្ចឹងខ្ញុំចូលមកកាន់កន្លែង create បើអាកន្លែងចុងក្រោយនោះគឺខ្ញុំអត់ដឹងទេអញ្ចឹងនេះកន្លែង create ហ្នឹងមកដើម្បីបង្កើតម៉ាស៊ីនមួយដើម្បីបញ្ឆោត Windows ថាយើងកំពុងតែបង្កើតម៉ាស៊ីនមួយហើយសម្រាប់ត្រង់ចំណុចនេះអ្នកគ្នាយកខាងលើមកគេដាក់ recommend ចាខាងក្រោមហ្នឹងគឺធ្វើការវាយ commission អីច្រើនខ្លាំងមែនតើអញ្ចឹងអ្នកគ្នាមិនបាច់ចាំខ្វល់ជាមួយវាទេយកខាងលើមកដោយសារគេប្រាប់ថា recommend អីអញ្ចឹងចុច nick មកឬឯចំណុចនេះវិញអ្នកគ្នាយកខាងក្រោមមកព្រោះខាងលើធ្វើការ license អីញញ៉ៃខ្លាំងមែនតើអញ្ចឹងអ្នកគ្នាយកខាងក្រោមមកវា easy ងាយស្រួលរៀនអញ្ចឹងអ្នកគ្នាចុច nick នេះមកហើយនេះចូលមកដល់កន្លែង Windows នេះអ្នកគ្នា select មកកាន់ Windows Server 2022អ្នកគ្នាសួរថាហេតុអីមិនយកអាហ្នឹងតាមខ្ញុំមកព្រោះដើម្បីស្រួលរៀនបាទផ្សេងទៀតមានមុខងារខ្លះគឺខ្ញុំពិបាកបញ្យល់មែនតើអញ្ចឹងអ្នកគ្នាដឹងថាយកតាមខ្ញុំមកឥឡូវអ្នកគ្នាចូលមកដល់កន្លែង plus នេះអ្នកគ្នាចូលកន្លែង browse ហ្នឹងមកហើយបើអ្នកគ្នាមានលក្ខណៈនេះខាងក្រៅstorage ខាងក្រៅគេហៅអីហ្នឹងហើយតាមតាណាឬក៏អ្នកគ្នាដាក់ drive ណា drive C drive D ឬក៏ drive V អី drive H អីយកតាមហ្នឹងមកខ្ញុំយកមកដាក់ក្នុង drive D ហើយខ្ញុំយកមកដាក់ក្នុងនេះកន្លែង folder ចន្ទរធីហើយបើអ្នកគ្នាយកដាក់ folder ណាក៏បានប៉ុន្តែខ្ញុំ recommend ឲ្យដាក់ជាមួយនឹង folder ដែលគៀកជាមួយនឹង folder Windows Server នេះហើយខ្ញុំនឹងបង្កើត folder ថ្មីញ៉ារកកន្លែង folder ថ្មីអត់ឃើញនេះកន្លែង new folder ហើយខ្ញុំដាក់ឈ្មោះវាថា VMware ហ្នឹងហើយដាក់ VM ហ្នឹងមកហ្នឹងហើយរួចហើយយើងចុច OK finish រួចហើយយើងនេះអ្នកគ្នាឃើញហ៎វាបានចូលមកក្នុង drive ហ្នឹងហើយ drive ចន្ទរធី VM ហ្នឹងហើយខាងលើនេះយើងដូរមកកាន់ឈ្មោះរបស់យើងមកឈ្មោះserver របស់យើងមកដូចខ្ញុំហ្នឹងខ្ញុំដាក់ server ចន្ទរធីហ្នឹងហើយអ្នកគ្នាអាចដាក់ឈ្មោះអ្នកគ្នាវិបុល VM អីចឹងទៅហ្នឹងហើយចូលមកដល់កន្លែងនេះបន្ទាប់ពីយើងនិចហើយយើងហើទំហំផ្ទុក hard disk អ្នកគ្នាអ្នកមានដាក់ 200G 500G 1T អីចឹងទៅ 60G អីចឹងទៅខ្ញុំអ្នកក្រខ្ញុំដាក់ត្រឹមតែ 10G ហ្នឹងហើយសម្រាប់នេះបន្លោះនេះ
បើអ្នកគ្នាចង់បំបែក file វាឬក៏ដាក់ single file ក៏បានដែរសម្រាប់បំបែក file លក្ខណៈវាងាយស្រួលនិយាយមកថាវាងាយស្រួលក្នុងការសរសេរអីមួយជា file មួយអីចឹងទៅមក file នឹងមាន10 20 50កឆេអីចឹងណាហ្នឹងហើយវាងាយស្រួលសរសេរបញ្ចូលប៉ុន្តែវាពិបាក copy សម្រាប់ multi file ហ្នឹងឬឯ single file ខាងលើហ្នឹងគឺវាងាយស្រួល copy នៅពេលដែលវា error ឬក៏អី bug អីមួយយើងត្រូវការ copy អីមួយវាងាយស្រួល copy ម្ដងបានហ្មងអញ្ចឹងខ្ញុំចូលចិត្តប្រើខាងលើ single file តោះ nick មកបើមិនយល់អី comment សួរមកខ្ញុំអត់សូវចេះបញ្យល់ទេបន្ទាប់មកយើងចូលមកប្រឡោះនេះអ្នកគ្នាប្រឡោះនេះគឺយើងរើស RAM ព្រោះយើងបង្កើតម៉ាស៊ីន server Windows server ត្រូវអញ្ចឹងយើងរើស RAM បើអ្នកគ្នាអ្នកមានក៏រើស 32G អញ្ចឹងទៅ16G អីចឹងទៅខ្ញុំអ្នកគ្រាន់នេះខ្ញុំមានបញ្ហា RAM អញ្ចឹងទៀត RAM ខ្ញុំវា C8G ដែលអត់ដឹងខ្យល់អញ្ចឹងទៀតខ្ញុំរើសបានត្រឹមតែ 2G ឬ 4G អីទេយ៉ាងច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំដាក់ត្រឹមតែ 2G ព្រោះខ្ញុំអ្នកក្រហ្នឹងហើយអញ្ចឹងចូលមកដល់ប្រឡោះនេះអ្នកគ្នានេះរើតាមខ្ញុំយកអាក្រុមហ្នឹងមកបើខ្ញុំសួរមូលហេតុច្រើនទេហើយអ្នកគ្នាត្រូវចាំថា Windows server អ្នកគ្នាទុកនៅប្រឡោះណាអញ្ចឹងនេះមក set up ប្រឡោះហ្នឹងមកហ្នឹងហើយយកប្រឡោះហ្នឹងបានហើយបើអ្នកគ្នាចង់ add អីផ្សេងទៀតឬក៏ចង់ config អីផ្សេងទៀតក៏បានដែរនេះ add drive ឬ add អីអញ្ចឹងណា add RAM ថែមប្រហែលប្រឡោះអីចឹងទៅតែខ្ញុំមានអារម្មណ៍ថា 2G វារៀងស្ទើរអញ្ចឹងខ្ញុំដាក់ 4G ហ្មងទៅខ្ញុំខ្លាច slow កៀងអីចឹងណាសម្រាប់ CPU គឺយើងយកពី2 core ហ្នឹងហើយខ្ញុំអត់យកច្រើនទេព្រោះនាំធ្ងន់ទេព្រោះចែកត្រាយហ្នឹងហើយយើងចុច Phoenix ឥឡូវយើងបានម៉ាស៊ីនមួយអីអានេះគេហៅពពួក fake ម៉ាស៊ីនហ្នឹងហើយយើងបានម៉ាស៊ីនហ្នឹងមួយអីអញ្ចឹងយើងចាប់ដើម run បើកម៉ាស៊ីនហ្នឹងមក power on មកហើយរងចាំវានេះយើងคลิกកុំឲ្យវាមក again ហើយដាក់ OK ហ្នឹងហើយរងចាំវាបន្តិចមកអូខេវានឹងរងចាំមួយសន្ទុះវានឹង load បែបនេះហើយវាដូចនឹងអ្នកគ្នាទៅទិញកុំព្យូទ័រមកអញ្ចឹងអ្នកគ្នាមិនបាច់ចាំរើសបដូរភាសាដាក់ភាសាខ្មែរអីទេព្រោះវាអត់ត្រូវការប្រើទេខ្ទួយវាត្រូវការប្រើចាំ add មកលើក្រួយទៅទាំង keyboard ទាំងអីហ្នឹងអញ្ចឹងយើងយកអង់គ្លេសទាំងអស់បែបនេះហ្នឹងហើយអញ្ចឹងនៅពេលដែលរួចហើយអ្នកគ្នាចុច nick មកចុច nick រួចហើយអ្នកគ្នាចុច install អ្នកគ្នារងចាំ maybe ប្រហែលជា8នាទីអ្នកគ្នារងចាំ8នាទីវានឹង load បែបនេះហ្នឹងហើយបើអ្នកគ្នាលឿនក៏លឿនទៅហើយអ្នកគ្នាចុចយកទី2ហ្នឹងហើយសួរថាហេតុអីបានយកទី2ធ្វើតាមខ្ញុំទៅវាមិនខុសទេអូអាហ្នឹងខ្ញុំភ្លេចបាត់ហើយថាវាត្រូវអីខ្លះដូចជាវាមានហេតុផលរបស់វាបន្តែខ្ញុំវាភ្លេចថាដោយសារអីបាត់ហើយតែត្រូវទៅយកទី2ដាច់ខាតតែម្ដងហើយយើងចុចគ្រីមកដល់នេះអ្នកគ្នាយកអាទី2អ្នកគ្នា install ដោយសារតែខាងលើ update តើយើងមានស្រាប់មកដល់ប្រឡោះនេះអ្នកគ្នាត្រូវការចែកត្រាយឃើញ new ត្រាយអត់មានន័យថាយើងត្រូវការបង្កើតត្រាយថ្មីប៉ុន្តែបើអ្នកគ្នាមិនត្រូវការបង្កើតទេដូចខ្ញុំអត់ចង់ឲ្យញ៉ៃទេចុចនេះទៀតមកហ្នឹងហើយយើងធ្វើតែមកត្រាយហ្នឹងទៅបានហើយរងចាំបន្តិចមកឥឡូវនៅពេលដែលរងចាំបានប្រហែលជា5នាទីទៅ10នាទីនេះវានឹងចេញបែបនេះហ្នឹងហើយរងចាំទៀតរងចាំប្រហែលជា1នាទី2នាទីទៀតមកវានឹងចេញដល់នេះដល់កន្លែងហ្នឹងអ្នកគ្នាសួរថាអាហ្នឹងអីគេអាហ្នឹងគឺជា password ដោយអ្នកគ្នាបើកកុំព្យូទ័រអ្នកគ្នាមក login password 1 2 3 4 5អីចឹងទៅប៉ុន្តែត្រង់កន្លែងនេះអ្នកគ្នាត្រូវបញ្ចូលមានសញ្ញា add ដូចខ្ញុំដាក់ABC add 1 2 3អីចឹងទៅអ្នកគ្នាអានេះខ្ញុំពេលហ្នឹងខ្ញុំបញ្ចូលភ្លេចដាក់សញ្ញា add អញ្ចឹងវាអត់ឲ្យទេវាអត់ complete ឲ្យអញ្ចឹងត្រូវបញ្ចូលម្ដងទៀតមកឈឺកអ្នកគ្នាដាក់លេខកូដអីក៏បានដែរសំខាន់ឲ្យតែមានសញ្ញា add អញ្ចឹងណាដូចដាក់ ABC 1 2 3 4 5អីចឹងទៅហើយ add អីចឹងទៅឬក៏ ABC add 1 2 3អីចឹងទៅនេះឧទាហរណ៍ដូចខ្ញុំដាក់នេះ ABC
add 1 ពី 3 អីចឹងទៅអ្នកគ្នាដាក់អញ្ចឹងក៏បានអីក៏បានស្អែកចិត្តអ្នកគ្នាតែត្រូវតែចាំនៅពេលដែលយើងចូលserver ម្ដងទៀតនៅពេលយើង login server ឬក៏អ្នកណា login server ត្រូវការ login លេខកូដហ្នឹងនៅពេលចូលម្ដងទៅនេះអ្នកគ្នាត្រូវតែ comment ពាក្យcontrol l delete អាហ្នឹងសម្រាប់ម៉ាស៊ីនធំហើយម៉ាស៊ីនតូចយើងប្រើ control L insert ហ្នឹងហើយ control L insert ប៉ុន្តែវាតែម៉ាស៊ីនដែរម៉ាស៊ីនខ្លះត្រូវប្រើ control L delete រីឯម៉ាស៊ីនខ្លះទៀតត្រូវការប្រើ control L insert ហើយ control ម៉ាស៊ីនខ្លះទៀតត្រូវការប្រើ control shift insert អញ្ចឹងណាអ្នកគ្នាប៉ុន្តែវាតែម៉ាស៊ីននេះអញ្ចឹងដោយម៉ាស៊ីនខ្ញុំនេះវា C control L delete ដូចបិទគ្រឿងអញ្ចឹងវាធ្វើឲ្យវា load option មួយបញ្ជាក់ថាយើងបិទគ្រឿងឬមិនបិទគ្រឿងអញ្ចឹងខ្ញុំ say no ទៅហើយឥឡូវយើងចូលម្ដងនេះម្ដងទៅពេលយើងcomment ហើយយើងនឹងចូលម្ដងប្រឡោះនេះដូចយើងបញ្ចូល password នៅក្នុងកុំព្យូទ័រយើងរាល់ថ្ងៃអញ្ចឹងណាហ្នឹងហើយអញ្ចឹងអ្នកគ្នាចូលម្ដងប្រឡោះហ្នឹងអ្នកគ្នាបញ្ចូលបំពេញ password រាល់ដង password ដែលខ្ញុំឲ្យដាក់មុនហ្នឹងខាងមុខមុនហ្នឹងដែរ ABC ABC add 1 2 3អញ្ចឹងទៅតែ password របស់ខ្ញុំផ្សេងអីអញ្ចឹងណាអ្នកគ្នាហ្នឹងហើយអញ្ចឹងតោះបើចូល password ហ្នឹងចូលមកចូលនេះប្រឡោះកន្លែង password នេះ password របស់ខ្ញុំបែបនេះនេះអូខេហើយចូលសញ្ញាព្រួយមកហងចាំវាប្រហែលជា1នាទីហ្នឹងហើយនេះវា load មកអញ្ចឹងជួយចុចប៉ះដៃអីមិញ តោះឥឡូវយើងបិទអានេះចេញមក no បិទវាចេញមក network ហើយអានេះអ្នកគ្នាអានេះមិញខ្ញុំចុចច្រឡំដៃបិទ power ដោយសារតា server យើងអត់ឲ្យគេអត់ឲ្យបិទគ្រឿងអញ្ចឹងយើងប្រាប់ថា server maintenance អីអញ្ចឹងទៅគេសួរ help ផលយើងអីអញ្ចឹងទៅអញ្ចឹងយើងយកនេះចូលប្រឡោះហ្នឹងហើយយើងទៅសេ program ប្រាប់គេថាយើងមានបញ្ហាអីអញ្ចឹងទៅយកអាហ្នឹងវាអត់សូវសំខាន់ទេវាសំខាន់នៅខាងមុខតែឥឡូវហ្នឹងវាអត់តន់សំខាន់ទេអញ្ចឹងអ្នកខ្ញុំមិនបាច់យកចិត្តទុកដាក់ទេឥឡូវខ្វែងមកនេះគឺជាម៉ាស៊ីន server Windows server ដែលយើងបានបង្កើតឥឡូវហ្នឹងយើងបង្កើតបានហើយអញ្ចឹងមេរៀន part 1 មេរៀនវគ្គទី1ការបង្កើត Windows server ឬក៏ការ set up Windows server គឺចប់ត្រឹមហ្នឹងហើយអ្នកគ្នានេះគឺជា Windows server របស់ខ្ញុំដែលខ្ញុំទៅបង្កើតនឹងឯងអ្នកគ្នាអញ្ចឹងតោះ goodbye អ្នកគ្នា see you video ក្រោយ complete ចុច subscribe channel របស់ខ្ញុំម្នាក់មួយផងដើម្បីតាមដាននៅមេរៀនថ្មីក៏ដូចជាវីដេអូសប្បាយៗពីខ្ញុំបន្ថែមទៀតតោះ bye bye see you video ក្រោយពីខ្ញុំបាទច័ន្ទរទ្ធី bye